មហន្តរាយធម្មជាតិដ៏រន្ធត់មួយបានកើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 7.1 Richter បានវាយប្រហារយ៉ាងខ្លាំងក្លាលើតំបន់ Kumamoto ភាគនិរតីប្រទេសជប៉ុនកាលពីល្ងាចថ្ងៃអង្គារហេតុការណ៍នេះបានបន្សល់ទុកនូវការខូចខាតយ៉ាងដំណំដោយបានផ្តាច់ជីវិតមនុស្សយ៉ាងតិច13នាក់និងបន្តបាត់ខ្លួនមនុស្សជាច្រើនអ្នកទៀតបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាយ៉ាតាកាអ៊ីឈីក្រុមសង្គ្រោះបន្ទាន់កំពុងប្រណាំងប្រជែងជាមួយពេលវេលាយ៉ាងស្វិតស្វាញដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់គាំងក្រោមគំនរបែកបាក់ការខូចខាតដ៏ធ្ងន់ធ្ងរបានកើតឡើងនៅតាមទីតាំងសំខាន់ៗរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែងដែលបានដួលរលំនិងត្រូវគេសង្ស័យថាមានការលេចធ្លាយហ្គាសបង្កជាការផ្ទុះឆេះបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនជាច្រើនអ្នកខណៈបំពង់ខ្យល់ឬបំពង់ផ្សែងរបស់រោងចក្រ Nippon Paper Industry ក៏បានបាក់រលំធ្វើឲ្យមនុស្ស7នាក់បាត់ខ្លួននិង4នាក់រងរបួសធ្ងន់ផងដែរបន្ថែមពីនេះផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធបានធ្វើឲ្យផ្ទះសម្បែងជាង 36,000 ខ្នងគ្មានចរន្តអគ្គិសនីប្រើប្រាស់រោងចក្រឧស្សាហកម្មធំៗរួមទាំងរោងចក្រ Semiconductor ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ននិងផ្លូវថ្នល់ធំៗរងការប្រេះស្រាំយ៉ាងខ្លាំងចំពោះមុខស្ថានភាពនេះពលរដ្ឋប្រមាណ 26,000 នាក់ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់អាជ្ញាធរជប៉ុនបានដាក់ការប្រុងប្រយ័ត្នខ្ពស់កម្រិតមួយដោយសារបារម្ភពីហានិភ័យនៃការកើតមានគ្រោះរញ្ជួយតាមក្រោយនិងគ្រោះថ្នាក់បាក់ដីដែលអាចកើតមានជាយថាហេតុក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនេះ